រដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោកស៊ីហ្កៃឡាវរ៉ាវបានថ្លែងនៅក្នុងសន្ទរកថាមួយដែលបានចេញផ្សាយនៅព្រឹកថ្ងៃសៅរ៍ថាមនុស្សជាង1លាននាក់ត្រូវបានជម្លៀសចេញពីប្រទេសអ៊ុយក្រែនទៅកាន់ប្រទេសរុស្ស៊ីគិតចាប់តាំងពីថ្ងៃ24កុម្ភៈមកម្លេះមនុស្ស 1.2 លាននាក់រួមមានជនបរទេសចំនួន 12,000 នាក់ត្រូវបានជម្លៀសចេញពីតំបន់ផ្ដាច់ខ្លួននៃប្រទេសអ៊ុយក្រែនដែលគ្រប់គ្រងដោយរុស្ស៊ីដែលគេស្គាល់ថាសាធារណរដ្ឋប្រជាមានិតដូណេតនិងលូហាន់ដែលរុស្ស៊ីទទួលស្គាល់ថាជារដ្ឋឯករាជ្យមុនពេលចាប់ផ្ដើមការឈ្លានពានរបស់ខ្លួនលោកឡាវរ៉ូវបានគូបញ្ជាក់នៅក្នុងការអត្ថាធិប្បាយទៅកាន់ទីភ្នាក់ងារសារព័ត៌មានចិនស៊ីនហួរដែលបានចេញផ្សាយនៅលើគេហទំព័ររបស់ក្រសួងការបរទេសរុស្ស៊ីថាមនុស្សចំនួន 2.8 លាននាក់បន្ថែមទៀតនៅក្នុងប្រទេសអ៊ុយក្រែនបាននឹងកំពុងស្នើសុំឲ្យធ្វើការជម្លៀសទៅកាន់ប្រទេសរុស្ស៊ីប៉ុន្តែអ៊ុយក្រែនបាននិយាយថារុស្ស៊ីបាននិរទេសមនុស្សរាប់ពាន់នាក់ទៅកាន់ប្រទេសរបស់ខ្លួនដោយការបង្ខិតបង្ខំបើទោះបីជាយ៉ាងណាក្តីកិច្ចខិតខំប្រឹងប្រែងដើម្បីជម្លៀសជនស៊ីវិលចេញពីតំបន់ជួរមុខមួយចំនួនរួមទាំងទីក្រុងកំពង់ផែម៉ារីយូប៉ូលភាគខាងត្បូងដែលត្រូវបានឡោមព័ទ្ធនោះត្រូវបានបរាជ័យម្ដងហើយម្ដងទៀតដោយភាគីនីមួយៗបានបន្ទោសគ្នាទៅវិញទៅមក